មានសំណួរពីក្នុងការ live ដែរពីបងចេននេះគាត់បានសួរថាបើសិនជាគាត់មិនមែនជាបុគ្គលិកគណនេយ្យតើវគ្គនេះ sorry ក៏ត្រូវលើកទឹកចិត្តសម្រាប់ការចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញទុនដែរឬទេចូលបានដូចខ្ញុំជំរាបពីដើមអញ្ចឹងមានន័យថាវគ្គនេះវាចូលលើមូលដ្ឋានsoft skill ទូទៅចាចូលលើមូលដ្ឋានទៅគ្រាន់តែយើងមានមួយចំណែកមានមួយផ្នែកណាមួយហ្នឹងយើងព្យាយាមធ្វើឲ្យដើម្បីជួយទៅដល់ប្រធានគណនេយ្យឧទាហរណ៍ដូចជាមួយផ្នែកទៀតដែលថាសំបីតែរបៀបក្នុងការប្រើ email នឹងមិនក៏គេយើងហៅ Microsoft Outlook ឬក៏Microsoft Outlook ហ្នឹងអូខេសំបីតែរបៀបក្នុងការប្រើ email ក៏យើងមានបង្ហាញដែរមានន័យថាយើងចង់ឲ្យ accountant របស់យើងឲ្យចេះប្រើតាម email ហើយនៅក្នុង Microsoft Outlook ហ្នឹងយើងមិនមែនមានន័យថាគ្រាន់តែយើងប្រើ email ហ្នឹងហើយ email ហ្នឹងយើងរបៀបនិយាយទៅវាមានលម្អិតហ្មងតែថាតើយើងហៅថាពេលដែលយើងផ្ញើទៅគេទៅយើងមានគេហៅ CC មែនទេចម្លងជូនហើយនឹងមាន BCC បើពាក្យអង់គ្លេសវាពាក្យពេញថា blind carbon copy ហ្នឹងរបៀបប្រើសុជីវធម៌ក្នុងការប្រើអាហ្នឹងក៏យើងមានបង្ហាញដែរហើយតាំងពី subject box ថាយើងធ្វើបែបម៉េចហើយតាំងពីការគួរសមពេលដែលយើងចាប់ដើមដូចជំនាញមុនហ្នឹងណាថាពេលដែលយើងចាប់ដើមនិយាយវាមានភាពគួរសមសិនណាអញ្ចឹងនៅក្នុងភាសាដែលហៅថាជីវកម្មតើការគួរសមរបៀបមិនឧទាហរណ៍ថាបើយើងនិយាយជាអង់គ្លេសណាគេថា dear sir dear madam អញ្ចឹងណាហើយតមកទៀតយើងត្រូវមានរបៀបក្នុងការទៅសេហ្នឹងវាបែងចែកចេញពីអបមាន paragraph ហ្នឹងវាដាច់ពីគ្នាហើយរហូតដល់ពេលខាងក្រោយហ្នឹងយើងតើជាភាសាអង់គ្លេសយើងទៅវាធ្វើម៉េចមានន័យថាយើងត្រូវទៅសេវាមិនឧទាហរណ៍ដូចថា thank you ឬក៏យើងថា best regard ឬក៏អីចឹងយើងមានរបៀបក្នុងការហ្នឹងទៀតហើយទាំងពីរគេហៅ digital signature យើងបង្ហាញថាតើរបៀបក្នុងការធម្មតាចេះខ្ញុំធ្លាប់ជួបចេះហើយពេលខ្លះតំណតំណងគ្នាតាម email ផ្ញើចុះផ្ញើឡើងគាត់ផ្ញើ email គាត់អត់មានអា digital signature ទេហើយអត់មានលេខ telephone ទេហើយដល់ពេលយើងមានការបន្ទាន់យើងចង់រកគាត់យើងបើកទៅ email ទៅវាអត់ឃើញលេខ telephone យើងចង់តាក់ទងគាត់មានភ្ញៀវហើយដល់ពេលអញ្ចឹងទៅដល់ពេលគាត់អត់មានអាគ្រប់លក្ខណៈអញ្ចឹងដល់ពេលយើងចុះ email មិនមនុស្សមើលភ្លាមណាមិនអញ្ចឹងជួនកាលមួយថ្ងៃសៅរ៍ទឹកអីមានតែគេមើល email មិនហ្នឹងហើយដល់ពេលយើងចង់រកមិនទាន់វាអត់មានអញ្ចឹងនៅក្នុងនោះគឺយើងបង្រៀនរបៀបថាយើងទៅសេឈ្មោះរបស់យើងមកតួនាទីរបស់យើងហើយលេខទូរស័ព្ទយើងអីដើម្បីបើសិនបើជាគេមានការបន្ទាន់គេអាចចូលទៅក្នុង email គេរកលេខទូរស័ព្ទរបស់យើងមកតែយើងបានមានតាមពីអញ្ចឹងទៀតហើយនៅក្នុងនោះគឺមានប្រហែលជារបស់មួយពិតមែនតែយើងអាចប្រើនៅជំនាញណាក៏បានដែរតែប្រហែលខ្ញុំគិតថាប្រហែលជានៅក្នុងវគ្គនៅក្នុងសាលាផ្សេងឬក៏វគ្គ training ផ្សេងទៀតដែលគេអាចអត់មានណាគឺអានឹងហៅថាម៉េចចង់និយាយថាទៅសេយើងបញ្ជាក់អំពីគោលបំណងឧទាហរណ៍ថាយើងផ្ញើសារហ្នឹងគឺផ្ញើជារបាយការណ៍តើយើងគួរប្រើពាក្យអីដើម្បីឲ្យគេស្ដាប់អ្នកដែលទទួលសាររបស់យើងហ្នឹងដឹងថាជារបាយការណ៍អញ្ចឹងយើងប្រើថា for your information អូខេបើយើងភាសាខ្មែរថាសូមជម្រាបជូនជាព័ត៌មានអូខេអញ្ចឹងអានោះគឺណាហើយវាមានច្រើនក្រៅពីនោះទៀតឧទាហរណ៍ថាឥឡូវយើងផ្ញើទៅហ្នឹងឯកសារហ្នឹងយើងផ្ញើទៅគឺដើម្បីឲ្យគាត់ជួយ approve ឬមានន័យថាឲ្យគាត់ជួយអនុម័តអញ្ចឹងនៅក្នុងហ្នឹងគឺយើងផ្ញើសារទៅសេអីចប់ហើយមកយើងថែមបន្ទុយថា for your approval អូខេមានន័យថាដើម្បីឲ្យគាត់នេះអញ្ចឹងមានន័យថានិយាយទៅយើងមានច្រើនពាក្យដែលវាមានន័យច្បាស់ហ្មងថាឧទាហរណ៍ for your consideration for your advice ឬក៏ for your comment ឬក៏ for your reference for your filing for your record អីគឺយើងមានពាក្យទាំងអស់ដែលឲ្យអ្នកដែលទទួលសារពីយើងហ្នឹងគឺគាត់យល់ថាតើនៅពេលដែលគាត់ទទួល email ពីយើងឬក៏គាត់ទទួលលិខិតពីយើងហ្នឹងគាត់ត្រូវធ្វើអីពេលខ្លះខ្ញុំផ្ទាល់ធ្លាប់ជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុន
ហើយស្របជាប្រធានអីប៉ុន្តែដល់ពេលឃើញសហការីខ្ញុំផ្ញើមកមិនដឹងធ្វើអីផ្ញើទៅអ៊ីមែលមក Dear បងនេះ file អញ្ចឹងទៅហើយចប់ហើយដល់ពេលខ្ញុំខ្លួនឯងឆ្ងល់ឡើងចុះគាត់ផ្ញើមកហ្នឹងឲ្យខ្ញុំធ្វើអីចង់ approve ក៏មិនដឹងចង់ review ក៏មិនដឹងចង់ comment ក៏មិនដឹងវាអត់ដឹងទេអញ្ចឹងហើយបានជានៅក្នុងថ្នាក់ software របស់យើងហ្នឹងមានលក្ខណៈពិសេសកន្លែងហ្នឹងខ្លាំងជាងគេបំផុតហ្នឹងគឺយើងបង្រៀនឲ្យគាត់ថាពេលដែលយើងផ្ញើសារទៅតែយើងចង់បានអីយើងចង់ឲ្យអ្នកនឹងគាត់ធ្វើអីគាត់ចង់ឲ្យអ្នកនឹងទៅ review យើងឬក៏ចង់ឲ្យអ្នកនឹងទៅ feedback ឬក៏ចង់ឲ្យអ្នកនឹង approve ឬក៏ចង់អ្នកនឹងអីគឺមានច្បាស់លាស់របៀបក្នុងការហើយអាហ្នឹងគឺតែថាជាចំណុចពិសេសបាទចាលោកគ្រូអរគុណលោកគ្រូ